Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ប្រសូតនៅថ្ងៃចាស់ប្រវែងការថែរក្សាឆ្នាំជួបសាសនាពលរដ្ឋទីគាត់បានរយ20ព្រះថ្ងៃទី3ខែកញ្ញាឆ្នាំ1981នៅក្នុងឧស្សាហកម្មមួយដែលក្នុងគុំក្រែពងគុំក្រែមើលសភាខេត្តកណ្ដាលទីកម្ពុជាពួកស្មួយលោកនៅបណ្ដាគូសរទេសពថ្ងៃលោកកទីបានទទួលនៃកម្មប្រហាររងនេះបងប្អូនចំនួនប្រវែងនេះត្រៃ5នាក់នៅរកនេះបងពីគួរឈ្មោះអំសេទីបងពីឈ្មោះអំសុខាស្លាប់បងទី3ឈ្មោះអំសុខេបងទី4ឈ្មោះអំសុខលីបងទី5ឈ្មោះអំសុខាបងទី6ឈ្មោះអំសុខលីចំណាយបងអំសុខគឺបាទបងទី7គឺអំសុខាចំណាយបងទី9ទី8គឺទី9ទី9ណាលោកបានផ្សាយជូនអរគុណមិនចឹងកាលទីកុមារភាពកុមារខ្ញុំសិក្សានៅវិសាស្រាប់តែវងនេះតែបដាតែបងមកជានិច្ចនៅមួយអាយុដល់អាយុត្រូវសិក្សាបដាដល់យូរដល់ទៅទៅសាលាក្នុងសិក្សាដល់ទៅប្រកបក៏តែភាសាតាមមានពីលំបាកណាស់ណាមួយណាទៅជាទីលោកកុមារនេះបានសម្រាប់តែរៀនដល់លោកនេះទៅការលោកនេះជួនគ្រប់គ្រងភាសាទាំងមកនៅយុគណានៅទៅសាលាអប់រំសិក្សាដែលមានសាលារបស់បងប្អូនអត់មានខាតទីទៅក៏ឲ្យបងប្អូននោះនៅតាមចុះទីនៅយុគណាលោកនេះដល់ណាទៅក៏បានអប់រំពីលោកពុកម្នាក់នេះដល់រឿងដែលគួរឲ្យបងប្អូនទីបានមហាវិទ្យាល័យរូបលើកំពីអាចកោរបស់បងប្អូនហើយមានបានសាស្ត្រក្នុងពុទ្ធសាសនាជំនឿសុខាបានសាស្ត្រពុទ្ធសាសនារបស់អ្នកឧបវត្តអរតានិងបានប្រសាទពីការប្រសាទពីជាវិទ្យាពិភពវិទ្យានៅវត្តធ្វើកបគុំកថាស្ថានបញ្ញាក្នុងឆ្នាំ2011ព្រះរាជាមានការកែលាវអន្តរានៅប្រសាទពីការអាវៈសារោញ៉ាំសាច់ដែលមានជាបរិយាកាសសច្ចៈតាមតារងបានជួយសិក្សាប្រកាសរហូតដល់ជាប់ធម្មវិន័យយ៉ាងលក្ខណៈរងការសិក្សានៅខាងបរិយាកាសនៅពុទ្ធសាសនាយល់រហូតតាមរងជាប់ពីរូបនេះនៅខាងសាសនារបស់ផងដែរឡើយមានការទូទាត់ពីសំណាក់ដែលមិនត្រូវសមព្រះអង្គទូត្រូវបានដាក់សំប្រយុទ្ធតែបានជាผู้កាយការរបស់ពលរដ្ឋក្នុងឆ្នាំ2018នៅតែបានតែងតាំងឡើងពីវិទ្យាល័យណាដែលទូដែលមានថាព្រះសិរីគុណញាណក៏រៀនមកព្រះអង្គជួយគ្រងវត្តអារាមប្រហាក់ក៏មានពុទ្ធសាសនាដែលវត្តសេរីក្រុងតារាមបន្តការជួបជុំទេថ្ងៃពុទ្ធសាសនាក្នុងវត្តហើយមានការសិក្សាពីបរិយាសិក្សានៅក្នុងផងពិសេសរងគ្រូតែតាមជួយប្រវត្តិដែលមានជីវិតខ្វះខាតផងបាទនេះទេអាបបពលាបានអបិឆាយណៈប្រកេតបណ្ដាព្រះអង្គគ្រូឲ្យយ៉ាងញៀនមានបណ្ដាព្រះវិជ្ជាគ្រូវិជ្ជាតមេធាអនុពលត្រង់អានិមន្តត្រឡប់ទៅវិញហើយសូមអបបពលាចូលតពីតាបតែបានក្រៅទេណាបាទលោកគ្រូនេះបានការចាស់ទេណាបានតែតបបកាជម្រាបតាមវិធី